ប្រទេសឆានេះគេធានាថាហិលហោះហ្មងយកទៅបន្ថែមជាមួយនឹងទឹកជ្រលក់ប្រហិតទឹកត្រីកោះកុងអីផ្សេងស្រូបបាយអីហ្នឹងណាដាក់ក្នុងបបរដាក់ស៊ុបមីស៊ុបកាទៀវស៊ុបអីហ្នឹងគឺត្រូវទាំងអស់ហ្មងបងជាពិសេសណាគឺទឹកជ្រលក់ស៊ុបទឹកជ្រលក់សៀងជ្រលក់មួយស៊ុបជ្រលក់មួយអីហ្នឹងគឺត្រូវម៉ាច់ហ្មងឈប់ស្រួយជាមួយនឹងខ្ទឹមយើងដាក់ក្នុងហ្នឹងហើយគ្រឿងផ្សំអត់មានច្រើនទេបងមានតែខ្ទឹមក្រហមខ្ទឹមសកន្លះគីឡូហើយម្ទេសស្រស់របស់យើងនេះគឺកន្លះគីឡូដូចគ្នាក៏ច្រាំឲ្យម៉ត់ឬក៏បុកឲ្យម៉ត់ឬក៏យើងក្លុកឲ្យម៉ត់ក៏បានដែរបងចំពោះគ្រឿងទេសវិញពេលដែលខ្ញុំឆាគឺខ្ញុំនឹងប្រាប់តាមហ្នឹងអញ្ចឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសហ្នឹងគឺក្លុកឲ្យម៉ត់ដូចខ្ញុំហ្នឹងក៏បានឬក៏យើងអត់ម៉ាស៊ីនក្លុកយើងអាចប្រើវិធីបុកឬក៏កច្រាំក៏បានដែរតោះមកយើងបង្កាត់ភ្លើងដាក់ផ្ទះឲ្យដាក់ខ្លាញ់ឲ្យក្តៅនិយាយទៅខ្លាញ់នេះគឺចាក់ម្លិចជាមួយនឹងខ្ទឹមបំពងរបស់យើងហ្មងតែដល់ពេលដែលយើងចាក់ហ្នឹងយើងត្រូវប្រកាសថាខ្លាញ់របស់យើងបានក្តៅល្មមហើយអញ្ចឹងខ្ទឹមសខ្ទឹមក្រហមនេះគឺខ្ញុំបំពងចូលគ្នាហ្មងហើយខ្ទឹមសគឺច្រើនជាងខ្ទឹមក្រហមតែពេលយើងដាក់បំពងខ្ទឹមហ្នឹងគឺយើងត្រូវអាសាគោអាសាឆាវាហើយភ្លើងហ្នឹងគឺយើងដាក់កម្រិតល្មមយើងអត់ដាក់ភ្លើងខ្លាំងទេយើងប្រើភ្លើងបើហ្គាសវិញយើងបន្ថយនៅពាក់កណ្ដាលអញ្ចឹងណាតែបើខ្ជុងយើងដាក់មកល្មមអញ្ចឹងយើងអាសាគោអាសាមើលវាតែបងព្រោះខ្ទឹមកាលណាយើងអត់គោអញ្ចឹងវាស្អិតបានស្អិតអីអញ្ចឹងទៅយើងគោមើលតែវាមកល្ខមមករបៀបពងក្រងអារបៀបគេហៅជើងក្រងយើងកុំទុកឲ្យវាមកក្រៀមខ្លាំងពេកតែក្រៀមខ្លាំងពេកដល់ពេលដែលយើងស្រង់ចេញមកយើងទុកក្រៅនោះគឺវាខ្មៅខ្ទឹមហើយអញ្ចឹងយើងទុកបំពងមករបៀបក្រហមមកល្មមប៉ុណ្្នឹងអីមកនេះប៉ុណ្្នឹងណាប៉ុណ្្នឹងបានទេបងប្អូនគឺយើងស្រង់ចេញតែម្ដងបំពងកម្រិតប៉ុណ្្នឹងទៅនៅពេលដែលវាចុះត្រជាក់ទៅគឺវានឹងក្រហមមកល្មមអញ្ចឹងណាអញ្ចឹងយើងអាចស្រង់បានទេទុកឲ្យក្រហមប៉ុណ្្នឹងបានទេបងកុំទុកឲ្យក្រៀមជាងនឹងឲ្យសោះតែអញ្ចឹងទេខ្មៅខ្ទឹមអញ្ចឹងទៅល្វីងខ្ទឹមបំពងហ្នឹងហ្មងហើយនៅពេលដែលយើងស្រង់ចេញហ្នឹងយើងរុនឲ្យវាធ្លាក់ជាមួយនឹងខ្លាញ់ផងណាអញ្ចឹងខ្ទឹមដែលខ្ញុំដួសចេញហ្នឹងគឺខ្ញុំទុកខ្លះហើយខ្ញុំបានចាក់ប្រេងឆាបើយើងចូលថែមបន្តិចបន្ទាប់មកគឺខ្ញុំចាក់ជាមួយនឹងម្ទេសដែលយើងបានក្លុកម៉ត់ហ្នឹងចូលតែម្ដងម្ទេសហ្នឹងកន្លះគីឡូនិយាយតែម្ទេសឆានេះគឺខ្ញុំធ្វើតម្រូវដាក់ចូលទៅក្នុងទឹកជ្រលក់ប្រហិតទឹកជ្រលក់ស៊ុបណាចឹងទៅគឺខ្ញុំប្រើរៀងប្រេងឆារៀងច្រើនបន្ទាប់មកគឺយើងវាយគ្រឿងផ្សំចូលស្ករសខ្ញុំដាក់ចំនួន2វែកកន្លះ2វែកស្លទូចបន្ទាប់មកគឺខ្ញុំបានដាក់ម្សៅស៊ុបហ្នឹងគឺចំនួន1វែកប្រេងខ្យងវិញចំនួន2វែកហើយបើសិនជាបងចង់បន្ថែមប៊ីចេងបន្តិចទៀតក៏បានដែរប៉ុន្តែខ្ញុំអត់ដាក់ទេអញ្ចឹងប្រេងខ្យងហ្នឹងយើងដាក់2វែកមកល្មមមួយវែកហ្នឹងវែកស្លយើងអាទូចទេបងយើងវល់គ្រឿងចឹងទៅវាល្មមចឹងណាបើសិនជាយើងអត់បានវល់អ្នកខ្លះក៏ធ្វើអាម្ទេសឆាហ្នឹងគឺរៀងប្រៃរៀងផ្អែមជ្រុលអីចឹងទៅម្ទេសឆានេះគឺខ្ញុំធ្វើតម្រូវដាក់ក្នុងទឹកជ្រលក់ប្រហិតតែបងទឹកសៀងណាអញ្ចឹងខ្ញុំដាក់ស្កររៀងលើសជាមួយនឹងម្សៅស៊ុបបន្តិចប៉ុណ្ណឹងទៅដាក់ជាមួយនឹងទឹកជ្រលក់សៀងគឺត្រូវហ្មងបងបន្ទាប់មកគឺខ្ញុំឆាឲ្យវារៀងមកល្មមរៀងដាច់ទឹកហើយគឺខ្ញុំដាក់ជាមួយល្ងសចំនួនប្រហែលជាមកអត់វល់ទេប្រហែលជាខ្ទង់មួយស្រាបាយអីទេយើងឆាមើលតែប៉ុណ្ណឹងល្មមរៀងក្រៀមដាច់ទឹកល្អហើយគឺខ្ញុំចាក់ជាមួយនឹងខ្ទឹមដែលខ្ញុំបានបំពងមុននឹងទាំងអស់ចូលតែម្ដងអញ្ចឹងយើងគ្រាន់តែច្បល់ឲ្យវារៀងចូលគ្នាហើយគឺរួចជាការស្រេចតែម្ដងបងអញ្ចឹងម្ទេសឆាដែលខ្ញុំបានធ្វើនេះគឺរូបមន្តតែប៉ុណ្្នឹងឯងរបៀបធ្វើប៉ុណ្្នឹងឯងប៉ុន្តែធានាថាដាក់ជាមួយនឹងប្រហិតអាទឹកជ្រលក់ប្រហិតជាងទឹកសៀងធានាថារសជាតិគឺឆ្ងាញ់ចាប់ជាតិហ្មងអញ្ចឹងចាប់ជួបគ្នាវីដេអូក្រោយបងប្អូនបាយបាយ